ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមមកបង្ហាញអំពីប្រភេទទឹកឃ្មុំឆៅជាទឹកឃ្មុំកសិដ្ឋានចិញ្ចឹមនៅកម្ពុជាទូទាំងកសិដ្ឋានទាំងអស់ដោយបងប្អូនបានដឹងហើយថាបច្ចុប្បន្នប្រទេសកម្ពុជារបស់យើងគឺមានបងប្អូនប្រជាកសិករដែលគាត់ប្រកបជាមួយនឹងរបរនៃការចិញ្ចឹមឃ្មុំបែបធម្មជាតិមានទៅតាមតំបន់នៃរុក្ខជាតិផ្សេងគ្នាអញ្ចឹងសម្រាប់កសិដ្ឋានចិញ្ចឹមឃ្មុំទូទៅភាគច្រើនគឺគាត់យកឃ្មុំទៅចិញ្ចឹមនៅតាមតំបន់ចម្ការផ្សេងគ្នាហើយយើងក៏ហៅទឹកឃ្មុំទាំងអស់នោះទៅតាមប្រភេទនៃរុក្ខជាតិនោះដូចគ្នាដូចនេះគឺជាប្រភេទទឹកឃ្មុំផ្កាកដែលយើងចិញ្ចឹមនៅចំការកជាទូទៅសម្រាប់ផ្កាកគឺរីកនៅចន្លោះចាដើមខែ1បងប្អូនអញ្ចឹងប្រភេទទឹកឃ្មុំនេះដែលយើងហៅថាជាទឹកឃ្មុំដែលល្អដាច់គេសម្រាប់កសិដ្ឋានទឹកឃ្មុំទូទាំងកម្ពុជារបស់យើងតែម្ដងដោយបងប្អូនបានដឹងហើយថាដើមកវាមានសារធាតុចិញ្ចឹមល្អច្រើនសម្រាប់សុខភាពសំបីតែជ័រកក៏ជាឱសថសម្រាប់សុខភាពផងដែរអញ្ចឹងទឹកដមរបស់រុក្ខជាតិមួយប្រភេទនេះគឺវាល្អខ្លាំងមែនទែនចំពោះសុខភាពរបស់បងប្អូនទាំងអស់គ្នាងាកមកមើលជាមួយនឹងពណ៌នៃប្រភេទទឹកឃ្មុំផ្កាកវិញនៅពេលដែលយើងប្រមូលផលថ្មីគឺពណ៌របស់វាលឿងស្អាតមែនតើណាបងប្អូនចាតែបច្ចុប្បន្ននេះគឺយើងប្រមូលផលតាំងពីខែ1មកដល់ថ្ងៃនេះដែលខ្ញុំធ្វើវីដេអូចាគឺចុងខែ9អញ្ចឹងរយៈពេលនៃការប្រមូលផលទឹកឃ្មុំផ្កាកនេះគឺបានរយៈពេល9ខែហើយតែបងប្អូនមើលពណ៌សម្បុរនៃប្រភេទទឹកឃ្មុំមួយនេះគឺស្អាតខ្លាំងមែនទែនអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាទិញទឹកឃ្មុំផ្កាកនៅកសិដ្ឋានណាមួយបងប្អូនអាចមើលពណ៌សម្គាល់បានណាថាតើទឹកឃ្មុំផ្កាកមានពណ៌បែបនេះដែរឬក៏អត់បើសិនជាទឹកឃ្មុំផ្កាកតែពណ៌វារៀងកម្ៅជាងនោះអាចនឹងជាទឹកឃ្មុំដែលសល់តាំងពីរដូវនៃការប្រមូលផលវគ្គមុនជាដើមឬមួយក៏បងប្អូនថ្លឹងថ្លែងទៅតាមរសជាតិហើយនឹងក្លិននៃប្រភេទរុក្ខជាតិមួយប្រភេទនេះគឺជាទឹកឃ្មុំផ្កាកដែលកសិដ្ឋានរបស់យើងខ្ញុំកំពុងតែដាក់លក់សម្រាប់បងប្អូនទាំងអស់គ្នាដែលគាត់ចង់បានប្រភេទទឹកឃ្មុំលេខ1យកទៅប្រើប្រាស់ដើម្បីសុខភាពចំណែកនេះវិញគឺជាប្រភេទទឹកឃ្មុំផ្កាកស៊ូចម្រុះជាទូទៅសម្រាប់កសិដ្ឋានចិញ្ចឹមឃ្មុំនៅកម្ពុជាគឺយើងចិញ្ចឹមនៅចំការកស៊ូចន្លោះចាប់ពីខែ2រហូតដល់ចុងខែ4ឈានចូលដល់ដើមខែ5ណាបងប្អូនអញ្ចឹងប្រភេទរុក្ខជាតិមួយនេះគឺវាខាប់ល្អពណ៌របស់វារាងកម្ៅជាងទឹកឃ្មុំផ្កាកក៏ប៉ុន្តែកំហាប់ជាតិទឹកគឺទឹកឃ្មុំខាប់ល្អមិនត្រឹមតែប៉ុណ្ណឹងទេចាប្រភេទទឹកឃ្មុំផ្កាកស៊ូនេះគឺជាទឹកឃ្មុំខែប្រាំងពេញលក្ខណៈមានន័យថាយើងប្រមូលផលចន្លោះខែ2ខែ3និងខែ4អញ្ចឹងសម្រាប់ទឹកឃ្មុំដែលខ្ញុំកំពុងតែបង្ហាញជូនបងប្អូននេះគឺយើងប្រមូលផលវគ្គចុងក្រោយគឺនៅខែ4ណាបងប្អូនអញ្ចឹងទឹកឃ្មុំនេះគឺជាទឹកឃ្មុំខែប្រាំងពេញលក្ខណៈតែបច្ចុប្បន្នគឺយើងអត់មានលក់ទេណាបងប្អូននៅសល់តែ2ដបទុកសម្រាប់ធ្វើវីដេអូបង្ហាញជូនបងប្អូនតែប៉ុណ្ណោះអញ្ចឹងសម្រាប់ពណ៌នៃប្រភេទទឹកឃ្មុំផ្កាកស៊ូចម្រុះនៅកសិដ្ឋានរបស់ខ្ញុំបច្ចុប្បន្នគឺយើងប្រែប្រួលពណ៌សម្បុរបែបនេះហើយបងប្អូនទាំងអស់គ្នាចំណែកនេះវិញគឺជាប្រភេទទឹកឃ្មុំផ្កាមានបាត់ដំបងឬក៏យើងហៅថាផ្កាមានបៃលិនចាអញ្ចឹងសម្រាប់កសិដ្ឋានរបស់យើងខ្ញុំបច្ចុប្បន្នគឺយើងបានបំលាស់ទីយកឃ្មុំទៅចិញ្ចឹមនៅតំបន់ចំការមានមកខាងប៉ែកបាត់ដំបងហើយនិងប៉ៃលិនអញ្ចឹងសម្រាប់ការប្រមូលផលវិញប្រភេទទឹកឃ្មុំនេះគឺជាទូទៅយើងប្រមូលផលចន្លោះចាប់ពីខែ5រហូតដល់ចុងខែ11ណាបងប្អូនអញ្ចឹងសម្រាប់ទឹកឃ្មុំភាគច្រើនបងប្អូនគាត់តែងតែសួរថាតើទឹកឃ្មុំខែវស្សាល្អអត់ឬមួយក៏មិនសូវជាល្អអញ្ចឹងសម្រាប់ទឹកឃ្មុំនៅកសិដ្ឋានរបស់យើងខ្ញុំគឺធានាជូនជាទឹកឃ្មុំដែលខាប់ល្អប្រមូលផលតើតែទឹកឃ្មុំនឹងចាស់ល្អណាបងប្អូនអញ្ចឹងសម្រាប់កំហាប់ជាតិទឹកនៃប្រភេទទឹកឃ្មុំផ្កាមានបៃលិនឬក៏មានបាត់ដំបងនេះចាជាទូទៅបើយើងប្រៀបធៀបជាមួយនឹងទឹកឃ្មុំផ្កាកស៊ូផ្កាកវារៀងអត់ខាប់ដោយពីរប្រភេទនេះទេក៏ប៉ុន្តែបើនិយាយអំពីក្លិនវិញគឺក្រអូបឈ្ងុយបើនិយាយអំពីរសជាតិវិញគឺផ្អែមជាប់ចិត្តតែម្ដងណាអញ្ចឹងសម្រាប់ទឹកឃ្មុំផ្កាមានផ្កាកស៊ូហើយនិងផ្កាកដែលមាននៅកសិដ្ឋានរបស់យើងខ្ញុំកំពុងតែដាក់លក់នាពេលបច្ចុប្បន្ននេះចាបងប្អូនអាចដាក់ការកំងមួយណាក៏បានដែរគ្រាន់តែទឹកឃ្មុំចិញ្ចឹមយើងមានទៅតាមប្រភេទនៃរុក្ខជាតិនីមួយចាបែងចែកទាំងក្លិនទាំងពណ៌ទាំងការប្រមូលផលនៅខែផ្សេងគ្នានៅតំបន់រុក្ខជាតិផ្សេងគ្នាដូច្នេះហើយទាំងពណ៌ទាំងរសជាតិក៏អត់ដូចគ្នាដែរណាបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានតម្រូវការប្រើប្រាស់ទឹកឃ្មុំជាឱសថឬមួយក៏យកទៅប្រើប្រាស់ទៅលើតម្រូវការផ្សេងបងប្អូនអាចជួយគាំទ្រជាមួយនឹងទឹកឃ្មុំរបស់កសិដ្ឋានរបស់យើងខ្ញុំដើម្បីជួយគាំទ្រផលិតផលក្នុងស្រុកជួយលើកដំកើងផលិតផលក៏ដូចជាជីវភាពរបស់ប្រជាកសិករខ្មែរហើយធានាជូនគ្រប់ផលិតផលចេញពីកសិដ្ឋានរបស់យើងខ្ញុំជាផលិតផលចិញ្ចឹមចេញពីកសិដ្ឋានផ្ទាល់មិនមានការនាំចូលជាពិសេសលក់អត់បន្លំបងប្អូនទាំងអស់គ្នាទេចាទិញយកទៅមិនពេញចិត្តចាអាចធានាជូនលុយវិញគ្រប់ចំនួនតែម្ដងអញ្ចឹងសម្រាប់ព័ត៌មានលម្អិតបងប្អូនអាចធ្វើការ comment ឬមួយក៏ឆាតចូល page ដើម្បីចង់ដឹងលម្អិតហើយសម្រាប់បងប្អូនដែលចង់ដឹងថាតើរវាងទឹកឃ្មុំទាំង3នោះវាមានចំណុចពិសេសបែបណាទៀតបងប្អូនកុំភ្លេចតាមដានជាមួយនឹងវីដេអូរបស់នាងខ្ញុំនៅបន្ទាប់ទៀតផងដែរសូមអរគុណច្រើនសូមគោរពលា